គ្រាន់តែខ្ញុំថាឃ្លានបាយគាត់តបមកកាន់ខ្ញុំថាខ្ញុំបាយមែនមកប្រាប់ខ្ញុំអញ្ចឹងទៅណាអ្នកទាំងអស់គ្នាកូននេះថ្លើមធំយកតែមែនទេណាអ្វីដែលថាសំខាន់បើឃ្លានបាយមិនទៅរោហូបទៅមកប្រាប់ខ្ញុំធ្វើអីហើយមិនទៅបើកឆ្នាំងរោទៅប្រាប់ខ្ញុំនឹងបាយហោះចូលមើលអ្នកទាំងអស់គ្នាជួយគិតមើលអញ្ចឹងសមអត់គ្រាន់តែខ្ញុំថាឃ្លានបាយសងតបមកចឹងអើយខ្ញុំឃើញហើយញាក់សាច់អញ្ចឹងថាខ្ញុំអត់ចង់យកឈ្នះចាញ់ទេអ្នកទាំងអស់គ្នាក៏តបទៅកាន់គាត់វិញថាអូអញ្ចឹងអត់អីទេខ្ញុំចាំទុកមួយជាតិយើងនឹងមានអាណាអ្នកទាំងអស់គ្នានិយាយជាមួយមនុស្សខឹងគាត់និយាយមកវិញថាចាំទុកពីរជាតិក៏បានដែរចប់អញថាមែនមិនដឹងជាឆ្លោះគ្នាជាមួយសង្សារអាណាណៃផងមកជាកំហឹងដាក់ឯងចឹងសមអត់អ្នកទាំងអស់គ្នាសមតែពីររំពួតណារាប់ថាមួយទេបានត្រូវមុខអញ្ចឹងសោះណាមិនគួរណាថាចេះឌឺខ្ញុំទេអ្នកទាំងអស់គ្នាហើយបន្ទាប់ពីគាត់ថាចាំទុកពីរជាតិក៏ល្អខ្ញុំក៏បន្តប្រាប់ទៅកាន់គាត់វិញថាគង់មានថ្ងៃទេកាពៅចាំទុកគ្រាន់តែខ្ញុំថាចាំទុកណាអ្នកទាំងអស់គ្នាគាត់តបមកកាន់ខ្ញុំថាដេកចាំតើនិយាយទៅពិតជាស្ដាយដែរអ្នកទាំងអស់គ្នាអើយអាគេដេកចាំហើយហ្នឹងណាអត់បានទៅទៀតខ្លួននេះចាប់ជំនុំទៅស្រោចទឹកណាចេះនៅពេលដែលគាត់ថាដេកចាំខ្ញុំហើយអ្នកទាំងអស់គ្នាខ្ញុំក៏បានប្រាប់ទៅកាន់គាត់ថាមិនបាច់ដេកចាំទេខ្ញុំអត់បានទៅទេនិយាយថាគេនោះអ្នកទាំងអស់គ្នាក៏តបមកកាន់ខ្ញុំថាអូអញ្ចឹងហើយខ្ញុំមិនដឹងថាម៉េចទៀតណាអ្នកទាំងអស់គ្នាដើម្បីឆាប់ចប់ខ្ញុំថាមិនបាច់អទេធ្វើអីជោគជ័យមែនបានតែអអញបាក់ក្បាលបូមនោះលើអញ្ចឹងថាថ្ងៃនេះអ្នកទាំងអស់គ្នាខ្ញុំចង់លេងសើចជាមួយនឹងស្រីរស្មីអញ្ចឹងណាសង្ស័យតែគាត់នឹងអត់ទាន់មានសង្សារទេអ្នកទាំងអស់គ្នាបានឆាតមកវ៉ាន់ថាអីទៅពីអញ្ចឹងចង់ដឹងថាគាត់ឆាតមកមិនអត់គាត់ថាកំពុងធ្វើអីហើយខ្ញុំក៏ប្រាប់ទៅកាន់ស្រីមីថាអូច្រឡំអ្នកទាំងអស់គ្នាស្រីរស្មីនៅពេលដែលគាត់សួរខ្ញុំថាកំពុងធ្វើអីហើយខ្ញុំក៏ប្រាប់ទៅកាន់គាត់ថាកំពុងសាយស្វាប់អាសាយស្វាប់នឹងតទៅអ្នកបកែសាប់ស្វាយបានដឹងអ្នកទាំងអស់គ្នានៅពេលដែលខ្ញុំប្រាប់គាត់ថាកំពុងសាយស្វាប់ហើយគាត់ថាស្អីគេអត់យល់ហើយអ្នកកំពុងតែមើលនឹងតិចថាអត់យល់ដែរណាតែអត់យល់ទៀតខ្ញុំលេងចៃហើយនៅពេលដែលគាត់ថាអត់យល់ណាខ្ញុំក៏ប្រាប់ទៅកាន់គាត់ត្រង់ទៅកុំអោយគាត់ថាខ្ញុំនឹងរោគចិត្តអាពាកសាយស្វាប់នឹងតែថាសាប់ស្វាយយើងសាប់ស្វាយដាក់ធ្វើទឹកជ្រលក់អីហ្នឹងណាក៏ប៉ុន្តែអ្នកខ្លះអ្នកទាំងអស់គ្នាគ្រាន់តែយើងនិយាយចឹងសោះណាគិតទៅដល់ណាដល់ណីទេថាយើងនឹងអាចនឹងរោគចិត្តក៏អាចថាបានដែរហើយមនុស្សខ្ញុំអត់ចេះនិយាយទៅបែទេអ្នកទាំងអស់គ្នាគ្រាន់តែទៅបែបន្តិចតួចប៉ុណ្ណឹងឯងនៅពេលដែលគាត់ដឹងសាច់រឿងអស់ហើយអ្នកទាំងអស់គ្នាគាត់ក៏ឆ្លើយមកវិញថាអូហើយព្រោះឯងស្អីអីចឹងខ្ញុំអានមិនដាច់និយាយទៅអ្នកទាំងអស់គ្នាតែមនុស្សស្មោះបានអានដាច់បើសាវ៉ាដូចគាត់ចឹងណាអានអត់ដាច់ទេ Hello សួស្តីអ្នកទាំងអស់គ្នាចង់និយាយថាប្រហែលថ្ងៃហ្នឹងអត់បានចេញវីដេអូដោយសារតែបនចូលឆ្នាំថ្មីដល់ពេលបនចូលឆ្នាំថ្មីចឹងហើយណាមានពេលណាឆ្លោះគ្នាមួយកូនស្រីគេក៏ប៉ុន្តែថ្ងៃនេះគឺថាទំនេរមានពេលឆ្លោះមួយកូនស្រីគេច្រើនអូមិនមែនឆ្លោះទេអ្នកទាំងអស់គ្នា Speed តោគេដឹងអស់ហើយឆាតមកខ្ញុំអ្នកទាំងអស់គ្នាអត់ដឹងនិយាយពីអីទេមុនដំបូងគេគាត់ដាក់ថាគូតនៅពេលដែលស្រីស្អាតដាក់ថាគូតហើយអ្នកទាំងអស់គ្នាខ្ញុំក៏សួរទៅកាន់គាត់ភ្លាមថាណាគូតគ្រាន់តែខ្ញុំសួររកគូតសោះអ្នកទាំងអស់គ្នាគាត់ក៏បានថានេះនៅពេលដែលគាត់ថានេះហើយខ្ញុំក៏សួរទៅកាន់គាត់ភ្លាមថាសក៏ខ្មៅក្បាលបូមនោះលើដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់អញ្ចឹងថាគូតនឹងប្រែថាល្អដល់ពេលល្អហើយខ្ញុំក៏ចង់បញ្ជាក់ថាសក៏ខ្មៅព្រោះថាពាក្យល្អនឹងយើងអាចប្រើបានពីរអ្នកទាំងអស់គ្នាយើងអាចប្រើបានចេះខ្មៅល្អសល្អដល់ពេលអញ្ចឹងហើយខ្ញុំចង់បញ្ជាក់គាត់ថាតើខ្មៅល្អឬក៏សល្អអូខេអ្នកទាំងអស់គ្នាឥឡូវយើងបន្តសាច់រឿងរបស់យើងទៀតកុំនិយាយតែគូតគាត់គិតច្រើនលើហើយនៅពេលដែលខ្ញុំសួរគាត់បែបហ្នឹងហើយអ្នកទាំងអស់គ្នាគាត់ក៏ឆ្លើយមកវិញថាហេស៊ីម្ដាយលើហើយត្រឹមបានទេហើយខ្ញុំអានេះវិញអ្នកទាំងអស់គ្នាចង់ញ៉ែកូនគេដែរក៏បាននិយាយថាបេះដូងម្នាក់នេះដាក់បានតែអូនម្នាក់គាត់មិនអាចដាក់កណ្ដាប់ដៃរបស់អូនបានមួយទៀតទេអីស្អីគេហើយខេតណាអូខេអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាមើលវីដេអូខ្ញុំហើយកុំភ្លេចចុចពាក្យតាមដានឬក៏ follow ម្នាក់មួយផងប្រសិនថាបងប្អូនណាចង់តាក់ទងប្រម៉ូទអីតាក់ទងតាមលេខទូរស័ព្ទដែលមានលេខ Telegram ហើយបើសិនថាបងប្អូនណាចង់បានខោអាវកុំភ្លេចចុច link ខោអាវនឹងទៅប៉ក់គឺដឹងថាបានខោអាវពុជ